បងស្រីស្អាតមុខស្រស់ម្នាក់នេះណាគាត់គឺជាមនុស្សស្រីម្នាក់ដែលមានទឹកចិត្តល្អមែនតែម្ដងគឺគាត់តែងតែជួយប្រម៉ូទអ្នកដែលលក់ជុំវិញខ្លួនគាត់ណាដូចជាអ៊ំដែលលក់នំខ្មែរនេះគឺគាត់មកពីឧដុង្គណាដោយសារតែអ៊ំស្រីពេលខ្លះគាត់លក់អត់ដាច់ទេនំសច្រើនមែនតែហើយមានមេឃភ្លៀងទៀតចឹងគាត់កាត់ក្រាណាគាត់ក៏ជួយផ្សព្វផ្សាយអ៊ំស្រីទៅហើយពេលខ្លះគាត់មានការធ្វើទីផ្សារទិញត្រីដូរយកនំទៀតអីសុំដូរនំអូយម៉ារីញ៉ាំនំអីអូយកនំឡាអាយចាអរគុណនេះអូបាននំហ្នឹងបានហើយបងការពេលខ្ញុំមកលក់ដបងណាពេលខ្លះភ្លៀងអីចឹងទៅពួកគាត់លក់សច្រើនជាពិសេសអីនំខ្មែរគាត់មកតាំងពីភ្នំម្ដងហើយដល់ពេលភ្លៀងឬក៏លក់អត់ដាច់ចឹងសច្រើនគាត់ខាតគាត់ចែកគេហើយគាត់ទៅវិញផ្លូវឆ្ងាយទៀតចឹងក៏ខ្ញុំធ្វើវីដេអូជួយប្រម៉ូទគាត់ឲ្យគាត់លក់ដាច់ចឹងណាបងបាទហើយក៏លេងបែបកំសាន្តដោះដូរគ្នាអញ្ចឹងទៅបងបាទជាពិសេសខ្ញុំឃើញកង់គាត់បងជួយខុសទៅដល់មានប្រតិយោបល់អីដែរអញ្ចឹងចង់និយាយថាមានអីដែលជាសំណុំពរនៅវីដេអូជាការនិយាយផ្ទាល់ទៅមានបងក៏ពិតទៅខ្ញុំជួយថតប្រម៉ូទកង់ដោយសារតែឃើញគាត់មកលក់នៅមុខខ្ញុំគិតថាជួយថតប្រម៉ូទទៅមានបងឃើញបានជួយទិញគាត់ហើយរបស់គាត់ហ្នឹងគឺធ្វើដាច់ដៃហើយកង់គាត់មកលក់ហ្នឹងជាការស្ម័គ្រចិត្តរបស់គាត់ចង់រកលុយចាយខ្លួនឯងទៅវត្តអីចឹងគឺគាត់ចង់ប្រលុយខ្លួនឯងគាត់នៅមានកម្លាំងចឹងណាបងចឹងបងបានមកលេងអីជួយទិញគាត់ផងបងធ្វើវីដេអូជួយលក់នំអីទៅពេលគាត់ឃើញគាត់លក់ដាច់ហ្នឹងមានអារម្មណ៍អីដែរសប្បាយចិត្តហ្មងថ្ងៃខ្លះដូចគាត់ថ្ងៃច័ន្ទសុកអីគាត់លក់នៅម្ដុំកាណាឌីយ៉ាធនាគារទីស្នាក់ការកដាយហ្នឹងមេឃភ្លៀងអីចឹងទៅគាត់ប្រាប់ខ្ញុំក៏ទៅជួយថតអីគាត់អីចឹងមានបងឃើញគាត់ទៅជួយទិញច្រើនណាបងខ្ញុំទៅឃើញល្អហើយទី2ឃើញជួយលក់ចែកគ្នាលក់ទាំងអស់គ្នាចាបងគាត់ចេះស្រឡាញ់គ្នាចឹងណាបងតែថាយើងលក់ជួយគ្នាទៅវិញទៅមកទៅពេលខ្លះយើងលក់ជួយថតជួយប្រម៉ូទគ្នាទៅវិញមកយើងលក់ដាច់បានទាំងអស់គ្នាបងបាទទុំតែឃើញមួយយ៉ាងនេះដាច់អីគេដែរតែទឹកខ្មុំបងអូមិនបានដាច់ដោយសារតែខ្ញុំអាសាលេងដូរតែទឹកខ្មុំហើយពេលដែលខ្ញុំចែកជូនចាស់អីគឺខ្ញុំជូនតែទឹកខ្មុំហើយអត្ថប្រយោជន៍វាមានច្រើនដោយសារតែខ្ញុំធ្វើមកពីតែផ្កាមួយទឹកខ្មុំក្រូចឆ្មាចឹងទៅញ៉ាំទៅជំនួយដល់សុខភាពតែគាត់មានលក់ភេសជ្ជៈណាគាត់មានលក់ដូចជាម៉ាឆាឡាតេតែដកហើយជាពិសេសហ្នឹងគឺតែទឹកខ្មុំរបស់គាត់នេះគឺលក់អាចមែនតែម្ដងគាត់លក់តាំងពី Walk Street បាក់ដំបងហើយគាត់លក់ដាច់គាត់មានអតិជនស្រាប់មានម៉ួយស្រាប់អីចឹងណាហើយគាត់ចង់ឲ្យមនុស្សជុំវិញដែលគាត់មានតូបនៅជិតគាត់ហ្នឹងគឺលក់អាចទាំងអស់គ្នាដូចជាអ៊ំស្រីដែលលក់នំខ្មែរហ្នឹងហើយជាមួយនឹងកង់ហ្នឹងក៏គាត់ជួយប្រម៉ូទដែរកង់គឺគាត់មានបញ្ចូលច្រើនមែនតែម្ដងអញ្ចឹងគាត់ក៏អត់ហើយណាមួយធម្មតាទេមនុស្សចាស់គឺគាត់មានលេង Facebook គាត់មានលេង social media អីទេអញ្ចឹងគឺមានតែគាត់នឹងឯងជួយផ្សព្វផ្សាយជួយបង្ហោះតាម social media ហ្នឹងទៅដើម្បីឲ្យអ្នកដែលគាត់មកលេង Walk Street អីហ្នឹងមកជួយទិញពួកគាត់ផងហើយគាត់មានគោលបំណងអីទេក្រៅពីចង់ឲ្យពួកគាត់គឺលក់ដាច់អ្វីដែលសំខាន់ហ្នឹងគឺគាត់បានចំណូលចូលគ្រួសាររបស់គាត់ដើម្បីទ្រទ្រង់ជីវភាពការរស់នៅរបស់គាត់អីចឹងណាហើយនេះក៏សបញ្ជាក់ឲ្យឃើញថាការលក់ដូរគឺអត់ចាំបាច់ទៅប្រកួតប្រជែងគ្នាអីទេជាពិសេសអ្នកដែលគាត់ដែលលក់ដូរចិត្តគ្នាបើសិនជាមានការតុបតែងលក់ដូរដោយការសហការគ្នាអ្វីដែលសំខាន់ហ្នឹងគឺការជួយគ្នាទៅវិញទៅមកគឺល្អមែនតើដូចបងស្រីដឹងចឹងគឺគាត់ជួយអ្នកជុំវិញខ្លួនគាត់មែនតែម្ដងគាត់ជួយផ្សព្វផ្សាយជួយប្រម៉ូទអីចឹងណាសំខាន់គឺល្បីទាំងអស់គ្នាធម្មតានៅពេលដែលយើងបង្ហោះវីដេអូដែលតាក់ទាញអីចឹងទៅគាត់ក៏ល្បីអ៊ំស្រីក៏ល្បីកង់ក៏ល្បីចឹងលក់ឲ្យទាំងអស់គ្នាចឹងទៅហើយវីដេអូបងអូនគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយ